តោះអ្នកទាំងអស់គ្នាធ្វើនំពពាយញ៉ាំហើយនំពពាយនេះគឺខ្ញុំមានស្នូលស្រាប់នៅក្នុងទូទឹកកកហើយដល់ពេលអញ្ចឹងទៅគ្រាន់តែយកតែស្នូលនឹងចេញមកកម្ដៅហើយគឺធ្វើតែសម្បកញ៉ាំគឺរួចរាល់ហើយសម្រាប់នំពពាយនេះគឺស្រួលធ្វើទេព្រោះអីខ្ញុំមានស្នូលស្រាប់ដល់ពេលអញ្ចឹងអត់ចំណាយពេលយូរដោយសារធ្វើស្នូលទេគ្រាន់តែធ្វើតែសម្បកយកមកខ្ចប់ជាមួយនឹងស្នូលសណ្តែកហ្នឹងគឺរួចរាល់តែម្ដងបើសិនជាអ្នកទាំងអស់គ្នាអាសាធ្វើបង្អែមឬក៏ធ្វើនំអីញ៉ាំអញ្ចឹងយើងអាចធ្វើស្នូលសណ្តែកហ្នឹងឲ្យច្រើនដើម្បីដាក់ចូលក្នុងទូកកទៅពេលថ្ងៃណាដែលយើងត្រូវការអញ្ចឹងគឺយើងដកមកបន្តិចមកយកមកធ្វើគឺងាយស្រួលតែម្ដងហើយលឿនទៀតអញ្ចឹងសម្រាប់ស្នូលសណ្តែកនេះគឺខ្ញុំដកមកកម្ដៅលើភ្លើងឲ្យវាទន់បន្តិចមកបន្ទាប់មកខ្ញុំទុកវាត្រជាក់ហើយខ្ញុំពូនវាជាដុំមូលដើម្បីត្រៀមយកទៅខ្ចប់ជាមួយនឹងសបកនំពពាយអញ្ចឹងសម្រាប់ស្នូលសណ្តែកហ្នឹងគឺរូបមន្តដូចតែស្នូលនំបាញ់ចានឿកទេបើសិនជាអ្នកនរគ្នាចេះធ្វើនំបាញ់ចានឿកស្នូលហ្នឹងគឺដូចគ្នាទាំងអស់ហ្នឹងឯងធ្វើដូចខ្ញុំគឺស្រួលអ្នកទាំងអស់គ្នាយើងធ្វើដាក់ចូលទូកកទៅថ្ងៃណាដែលយើងចង់ញ៉ាំចង់អីគឺមានស្នូលគឺក្តៅតែមួយផ្លេតគឺធ្វើបាននំគ្រប់មុខតែម្ដងអញ្ចឹងហើយខ្ញុំតែតែធ្វើដាក់ចូលក្នុងទូកកពេលដែលខ្ញុំចាំបាច់ចង់ធ្វើផ្អែមអីមួយគឺខ្ញុំមានតែម្ដងគឺខ្ញុំស្រួលធ្វើអត់ពិបាកហើយអត់យូរនេះគឺជាម្សៅកញ្ចប់អង្ករដំណើបម្សៅកញ្ចប់អង្ករដំណើបនេះគឺខ្ញុំប្រើចំនួនកន្លះកញ្ចប់លើសបន្តិចហើយខ្ញុំលាយជាមួយនឹងទឹកខ្ទិះដូងណាបើសិនជាអ្នកនរគ្នាចូលចិត្តទឹកខ្ទិះដូងទេយើងប្រើជាទឹកធម្មតាក៏បានដែរប៉ុន្តែធ្វើនំពពាយបើសិនជាអ្នកនរគ្នាប្រើទឹកខ្ទិះដូងគឺឆ្ងាញ់ជាងប្រើទឹកហើយទឹកខ្ទិះដូងនេះគឺខ្ញុំនៅសល់បន្តិចដែរពេលអញ្ចឹងមកល្មមជាមួយនឹងម្សៅកន្លះកញ្ចប់លើសបន្តិចហ្នឹងបន្ទាប់ពីចាក់ទឹកខ្ទិះដូងចូលហើយគឺយើងច្បល់ទៅច្បល់មករហូតទាល់តែម្សៅហ្នឹងយើងស្អិតជាប់គ្នាហើយយើងអាចច្របាច់បានអញ្ចឹងណាសម្រាប់ការលាយម្សៅនេះក៏ឲ្យទន់ពេកឲ្យរឹងពេកទេបើសិនជារឹងពេកនំយើងគឺអត់ឆ្ងាញ់ទេញ៉ាំទៅរាងរឹងហើយបើសិនជាទន់ពេកពិបាកក្នុងការខ្ចប់អញ្ចឹងហើយគឺធ្វើមិនមកល្មមដើម្បីងាយស្រួលខ្ចប់ស្នូលឥឡូវនេះម្សៅបានលាយរួចរាល់ហើយអញ្ចឹងខ្ញុំទុកវាម្លាយហើយទៅដាក់ដាំទឹកចោលឲ្យពុះសិនបន្ទាប់ពីទឹកចាប់ផ្ដើមចិត្តពុះរឹមអញ្ចឹងខ្ញុំចាប់ផ្ដើមយកម្សៅមកខ្ចប់ជាមួយនឹងស្នូលសណ្តែកនឹងសម្រាប់ស្នូលសណ្តែកបើយើងចង់បាននំរាងធំគឺយើងត្រូវពូនស្នូលសណ្តែកនឹងរាងធំបន្តិចប៉ុន្តែសម្រាប់បើសិនជាយើងចង់បានតូចយើងពូនស្នូលសណ្តែកនឹងមូទូចបានហើយបើសិនជាធំពេកនំក៏អត់សូវឆ្ងាញ់ដែរពេលខ្ចប់ស្នូលសណ្តែកហើយយើងលុញវាឲ្យចេញជាមូលសិនមកបន្ទាប់មកបានយើងលុញវាឲ្យចេញរាងទ្រវែងអញ្ចឹងបានស្រួលហើយអត់បែកពេលកំពុងតែលុញម្សៅហ្នឹងគឺត្រូវការដៃថ្នមមែនទែនបើសិនជាដៃរាងធ្ងន់វានឹងធ្លាយស្នូលខាងក្នុងចេញមកក្រៅហើយព្រោះឲ្យយើងខ្ចប់រាងស្ដើងណាសម្រាប់សបកនំពពាយកុំធ្វើក្រាស់ពេកពេលដែលក្រាស់ពេកយើងញ៉ាំទៅប៉ះតែម្សៅទេបើសិនជាយើងធ្វើម្សៅរាងស្ដើងញ៉ាំទៅលាយសណ្តែកលាយម្សៅគឺឆ្ងាញ់តែម្ដងហើយទន់ទៀតហើយស្នូលសណ្តែកក៏កុំសូវធ្វើរាងស្ងួតពេកធ្វើរាងទន់ល្មើយពេលដែលយើងញ៉ាំចូលមកទៅគឺថាឆ្ងាញ់ខ្លាំងណាបើសិនជាយើងធ្វើរាងស្ងួតហើយរាងរឹងគឺអត់ឆ្ងាញ់ទេសំខាន់ណាស្នូលរាងទន់ល្មើយតែម្ដងពេលដាក់ចូលទៅគឺត្រូវមួយគ្នាជាមួយនឹងម្សៅទន់ណាសម្រាប់ការលុញម្សៅបើអ្នកទាំងអស់គ្នាចង់ធ្វើដូចខ្ញុំក៏បានដែរខ្ញុំលុញបដាគឺបង់ចូលទៅក្តៅបដាដើម្បីកុំឲ្យចំណាយពេលវេលាយូរដល់បើសិនជាអ្នកទាំងអស់គ្នាអត់ចង់ធ្វើដូចខ្ញុំទេលុញម្សៅខ្ចប់ម្សៅរួចរាល់ទាំងអស់មកចាំយកវាបង់ចូលទៅក្តៅទាំងអស់តែម្ដងក៏បានដែរពេលដែលយើងដាក់ម្សៅចូលនៅក្នុងទឹកក្តៅម្សៅហ្នឹងគឺវាធ្លាក់ចុះទៅក្រោមហើយប៉ុន្តែពេលដែលយើងដាក់ម្សៅទុះមកវាអណ្ដែតឡើងលើមានន័យថានំនឹងឆ្អិនហើយអញ្ចឹងយើងស្រង់វាយកទៅត្រាំជាមួយទឹកត្រជាក់ឬក៏ទឹកកកក៏បានដែរព្រោះទឹកកកឬក៏ទឹកត្រជាក់ហ្នឹងធ្វើឲ្យនំយើងមានរាងស្អាតហើយសបកវាអត់សូវទន់របៀបផុយវាឃើញសបកមកគឺឃើញរាងស្អាតហើយនេះគឺជាសណ្តែកដែលខ្ញុំដាក់ចំហុយសណ្តែកបាយចំហុយដើម្បីរោយជាមួយនំពពាយហ្នឹងគឺឆ្ងាញ់ណាបន្ទាប់ពីនំឆ្អិនហើយស្រង់ចេញពីទឹកត្រជាក់ខ្ញុំចាប់ផ្ដើមដាក់រោយដូងនៅបាតថាសអញ្ចឹងទៅបន្ទាប់មកបានយកសណ្តែកបាយហ្នឹងមកដាក់ពីលើមកតង់ទៀតសម្រាប់នំពពាយដាក់លាយជាមួយសណ្តែកបាយចំហុយនេះបានឆ្ងាញ់បើមិនជាយើងដាក់ទឹកដូងហើយនំពពាយអត់សូវឆ្ងាញ់ទេហើយសណ្តែកបាយត្រូវចំហុយឲ្យទន់កុំឲ្យនៅរឹងបើរឹងក៏អត់ឆ្ងាញ់ដែរបន្ទាប់ពីដាក់សណ្តែករួចរាល់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមយកនំពពាយហ្នឹងច្បល់ជាមួយនឹងដូងដូចយើងដាក់នំផ្លែអាយអញ្ចឹងណាហើយយើងរោយច្បល់ចូលគ្នាមកចាប់វាម្ដងមួយទៅរៀបលើនៅថាសហ្នឹងធ្វើអញ្ចឹងបង្កើនរសជាតិនំពពាយយើងកាន់តែឆ្ងាញ់សម្រាប់នំពពាយមួយមុខនេះគឺឆ្ងាញ់មែនទែនអ្នកទាំងអស់គ្នាដោយសារតែខ្ញុំធ្វើស្នូលសណ្តែករាងទន់ល្មើយហើយបន្ទាប់មកទៀតហ្នឹងគឺថាម្សៅអង្ករដំណើបដែលខ្ញុំលាយជាមួយនឹងខ្ទិះដូងហ្នឹងគឺកាន់តែទន់ទៀតដល់ពេលដាក់ចូលគ្នាទៅគឺឆ្ងាញ់ហើយត្រូវគ្នាមែនទែនណាបន្ទាប់ពីយកនំពពាយច្បល់ជាមួយដូងហើយរៀបលើថាសស្អាតហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកសណ្តែកបាយដែលចំហុយរួចមករោយពីលើនំហ្នឹងធ្វើអញ្ចឹងនំពពាយយើងគឺកាន់តែឆ្ងាញ់ទ្វេដងសម្រាប់នំពពាយមុខនេះគឺយើងយកទៅញ៉ាំជាមួយនឹងល្ងហើយល្ងហ្នឹងគឺបន្ទាប់ពីលីងរួចយើងលាយជាមួយស្ករបន្តិចអំបិលបន្តិចមកអញ្ចឹងគឺយកមកជ្រលក់ជាមួយនឹងនំនេះគឺឆ្ងាញ់មែនទែន
រួចរាល់ហើយអ្នកទាំងអស់គ្នានេះមើលតំណងមែនទេណាហើយបើនិយាយពីថាញ៉ាំទៅគឺថាតុនល្មើយមែនទេនិយាយពីឆ្ងាញ់ខ្លាំងមែនទេណាអ្នកទាំងអស់គ្នាហើយនឹងត្រូវខានញ៉ាំយូរទៀតដល់ពេលអញ្ចឹងទៅញ៉ាំទៅគឺថាអូយត្រូវចិត្តមែនទេនេះអ្នកទាំងអស់គ្នាមើលតំណងបើសិនជាមើលហើយតំណងអាចរៀនធ្វើញ៉ាំខ្លួនឯងបាននៅផ្ទះណាព្រោះអីលើកមុនធ្លាប់តែលាយម្សៅជាមួយនឹងទឹកធម្មតាប៉ុន្តែលើកនេះយកម្សៅអង្គរតនើបមកលាយជាមួយនឹងខ្ទិះដូងគឺរសជាតិគឺឆ្ងាញ់ប្លែកតែម្ដងបើមិនជឿទេសាកមើលបានណាហើយបើរៀនធ្វើតាមខ្ញុំមូតូចបានហើយកុំមូធំពេកតែមូធំពេកអត់សូវឆ្ងាញ់ទេណា